ជំរាបសួរពុកម៉ែបងប្អូនអរគុណដល់ពុកម៉ែបងប្អូនសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃដើម្បីនឹងតាមដានវីដេអូនៃការកែច្នៃមុខម្ហូបរបស់ផងខ្ញុំសូមបញ្ជាក់ថារាល់វីដេអូដែលខ្ញុំបានបង្ហាញនេះមិនមែនជាវីដេអូបង្រៀនទេគឺជាវីដេអូបង្ហាញអំពីការកែច្នៃមុខម្ហូបប្រចាំថ្ងៃរបស់ផងខ្ញុំដែលខ្ញុំតែងតែបរិភោគដូច្នេះបើសិនជាមានវីដេអូណាឆ្កុំឆ្កងសូមកុំប្រកែកកាន់អីណាបាទប្រាប់ជាមុនទៅហើយបាទហើយជាពិសេសខ្ញុំសូមអរគុណដល់បងប្អូនដែលតែងតែតាមដាននៅ page របស់ផងខ្ញុំហើយសម្រាប់បងប្អូនដែលមិនទាន់តាមដានសូមអរគុណជាមុនសង្ឃឹមថាបងប្អូនមើលហើយជាការកំសាន្តអារម្មណ៍ហើយសប្បាយចិត្តជាមួយនឹងគ្នាថ្ងៃនេះមុខម្ហូបដែលខ្ញុំចង់បង្ហាញនោះគឺជាឃ្មុំកូនឃ្មុំមួយដុំសាច់ឃ្មុំមួយដុំដែលខ្ញុំបានពីប្រជាកសិករដែលគាត់រកបានខ្ញុំអត់ដឹងថាត្រូវធ្វើម្ហូបអីទេឥឡូវនេះខ្ញុំចង់សួរបងប្អូនថាតើយើងធ្វើម្ហូបអីឆ្ងាញ់ទៅបាទសូមជួយខមមិនប្រាប់ផងមកបាទខ្ញុំអត់ដឹងថាធ្វើអីទេសាច់ឃ្មុំធ្វើបានម្ហូបអីខ្លះទេតែសម្រាប់ខ្ញុំវិញថ្ងៃនេះគឺខ្ញុំគ្រាន់តែប្រឡាក់នឹងអំបិលខ្នុរហើយរុំទៅដោយស្លឹកញដាក់ម្អមស្លឹកម្អម 2-3 ស្លឹកហើយបន្ទាប់មកខ្ញុំដាក់គល់ស្លឹកគ្រៃម្ទេសរុំយកទៅអាំងអញ្ចឹងបាទអត់ដឹងត្រូវទៅធ្វើអីទេឥឡូវខ្ញុំយកអាំងហើយបាទអាំងបែបហ្នឹងសម្រាប់ការអាំងរបស់ផងខ្ញុំគឺខ្ញុំប្រើពេល15នាទីឆ្អិនតែម្ដងបាទខ្ញុំប្រើពេល15នាទីឆ្អិនសម្រាប់ឃ្មុំអាំងរបស់ផងខ្ញុំកុំភ្លេចបងប្អូននៅពេលដែលមើលវីដេអូខ្ញុំហើយសូមជួយ comment ប្រាប់ខ្ញុំផងនៅពេលដែលយើងមានសាច់ឃ្មុំព្រៃបែបនេះក្រៅពីអាំងអញ្ចឹងយើងអាចធ្វើអីឆ្ងាញ់ទៅណោះបាទសូមជួយប្រាប់ផងខ្ញុំអត់សូវដឹងទេបាទតែខ្ញុំចូលចិត្តអាំងបែបនេះពីព្រោះខ្ញុំធ្លាប់អាំងម្ដងប៉ុន្តែខ្ញុំអាំងជាមួយនឹងអំបិលម្ទេសអំបិលដាក់ម្ទេសបាទបុកម្ទេសបាទឥឡូវឆ្ងាញ់ណាស់បាទឃើញថាសម្បុរឃ្មុំឆ្អិនល្អឆ្ងាញ់មែនទែន